អញ្ចឹងថ្ងៃនេះខ្ញុំមកសៀពាក់ព័ន្ធនឹងអាហារសុខភាពវាគឺជាអាហារមួយដែលអ្នកម្ចាស់សិប្បកម្មឬក៏ជាសហគ្រាសនៃការគេផលិតអាហារដើម្បីជួយសុខភាពទៅដល់សាធារណសុខភាពប្រជាពលរដ្ឋអញ្ចឹងនៅក្នុងអាហារហ្នឹងគេចាប់ផ្ដើមយករុក្ខសុខរុក្ខជាតិណាដែលជាតម្រូវការមួយដែលជាតម្រូវការឬក៏ដែលជាដំណោះស្រាយមួយសម្រាប់សុខភាពឬក៏ពាក់ព័ន្ធជាមួយនឹងការដោះស្រាយជំងឺណាមួយចឹងអញ្ចឹងនៅក្នុងការផលិតរូបមន្តមួយនេះគេចងក្រងហើយប៉ុន្តែលក្ខខណ្ឌនៃការផលិតគឺម្ចាស់សិប្បកម្មឬក៏ម្ចាស់សហគ្រាសគឺគេចាប់ដើមទៅដោះស្រាយទាញយកផលវិបាកឬក៏ភាពអវិជ្ជមានឬក៏ភាពអវិជ្ជមាននៅក្នុងរុក្ខអសនដូចជាសារជាតិចូលក៏គេយកចេញសារជាតិពុលដែលមាននៅក្នុងរុក្ខអសនហ្នឹងរុក្ខជាតិហ្នឹងក៏គេយកចេញជាតិចូលជាតិពុលអ្វីគេហៅថាជាកាកសំណល់ឬក៏របស់ដែលមិនមែនជាដំណើរការរាងកាយក៏គេមានយុទ្ធសាស្ត្រយុទ្ធវិធីដកអានឹងចេញដែរអញ្ចឹងមាននៅសល់អីមាននៅសល់ចម្លើយមួយគត់គឺចម្លើយវិជ្ជមានសម្រាប់រាងកាយបាទជារូបមន្តមួយដែលផ្សាយផ្សំចូលគ្នាហើយផលិតវាមកដើម្បីទៅដោះស្រាយអត់មានសារជាតិពុលអត់មានសារជាតិចូលអត់មានសារជាតិគីមីសម្រាប់ធ្វើឲ្យមានផលលំបាកដល់រាងកាយទេបាទនេះគឺជាបច្ចេកទេសដែលខ្ញុំបានស្វែងយល់កន្លងមកខ្ញុំមិនជាអ្នកផលិតទេព្រោះខ្ញុំបានរៀនសូត្របានស្វែងយល់ជាមួយនឹងអ្នកវិទ្យាសាស្ត្រមួយចំនួននៅខាងក្រៅប្រទេសបាទអញ្ចឹងលក្ខណៈនេះច្បាប់ផលិតកម្មឬក៏គុណភាពនៃការផលិតគឺគេធ្វើបែបហ្នឹងបាទហើយគេអត់មានដាក់សារជាតិទុកឬក៏សារជាតិទុកចំណីអាហារហ្នឹងបានយូរໄວដែរគឺគេរៀបចំចង់និយាយថាមិនមែនទេគឺវាមានប៉ុន្តែវាមានផលប៉ះពាល់គឺវាតិចខ្លាំងមែនទែនតិចបំផុតស្ទើរថាវាស្ទើរតែអត់មាននិយាយអត់ខ្លីអញ្ចឹងណាបាទអញ្ចឹងពុកម៉ែបងប្អូនបើសិនជាខ្មែរយើងធ្វើបានបែបហ្នឹងដោយបរទេសដែរតែពុកម៉ែបងប្អូនគ្រប់គ្រងដែរទេអញ្ចឹងវិធីសាស្ត្រនៅក្នុងការផលិតអាហារបែបហ្នឹងវាជាភាពជឿនលឿនរបស់បែកខាងអឺរ៉ុបដែលគេធ្វើបានចុះសំណួរសួរថាចុះបើសិនជាខ្មែរយើងធ្វើបានបែបហ្នឹងតើប្រជាជនខ្មែររបស់យើងទូទាំងប្រទេសឬក៏ប្រជាជនខ្មែរយើងទូទាំងពិភពលោកគ្រប់គ្រងដែរឬទេបាទអញ្ចឹងវីដេអូថ្ងៃនេះក៏មានប៉ុណ្ណឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ